សូមជម្រាបសួរក៏ដូចសួស្តីដល់អ្នកទាំងអស់គ្នានៅថ្ងៃនេះផងដែរមកជួបខ្ញុំបាទម្ដងទៀតហើយនៅថ្ងៃនេះផងដែរខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាអំពីរបៀបយក Haki 7 ពណ៌មុននឹងចូលទៅកាន់វីដេអូសូមអ្នកទាំងអស់គ្នាជួយចុច Subscribe ដាក់សញ្ញាក្តៅខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបាននូវវីដេអូថ្មីៗនៅពេលខ្ញុំបានផុសពេលក្រោយផងដែរតើកុំឲ្យខាននៅពេលវេលាយូរតើយើងចូលទៅកាន់វីដេអូរបស់យើងទាំងអស់គ្នាដើម្បីយើងអាចយក Haki 7 ពណ៌បានសូមអ្នកទាំងអស់គ្នាចុចចូលទៅកាន់ក្រុម Telegram របស់ខ្ញុំហើយចុចយក skip ដែលខ្ញុំបានដាក់នៅខាងលើវីដេអូនេះសម្រាប់ link group គឺខ្ញុំបានដាក់នៅកន្លែងចំណងជើងនិងក្នុង comment បើសិនជាទូរស័ព្ទរបស់អ្នកទាំងអស់គ្នាសេរីទាបអញ្ចឹងវាអាចនឹងតាក់មួយផ្លែដូចទូរស័ព្ទរបស់ខ្ញុំអញ្ចឹងអ្នកទាំងអស់គ្នាក៏រងចាំវាបន្តិចទៅឲ្យវាលុបផ្ទាំងមួយឲ្យអ្នកទាំងអស់គ្នាដើម្បីយើងយក key បន្ទាប់ពីវាចេញទម្រង់បែបនេះសូមអ្នកទាំងអស់គ្នាចុចចូលទៅកាន់ get key ដែលខ្ញុំបានដាក់សញ្ញាព្រួយដែលមានរូបមនុស្សហ្នឹងអ្នកទាំងអស់គ្នាគ្រាន់តែចុចលើវាទៅនោះវានឹងនាំអ្នកទាំងអស់គ្នាមកដល់ត្រង់កន្លែងនេះសម្រាប់ខ្ញុំគឺខ្ញុំឲ្យអ្នកទាំងអស់គ្នាចុចយក48ម៉ោងព្រោះថាពេលយើងចុចយក48ម៉ោងហ្នឹងទៅវាបានយូរជាងអញ្ចឹងយើងគ្រាន់តែចុចលើវាដើម្បីយើង copy link វាទៅបន្ទាប់ពីអ្នកទាំងអស់គ្នាបានចុចរួចហើយសូមអ្នកទាំងអស់គ្នាចុចថយមកវិញមកផ្ទាំងអេក្រង់ដើមរបស់យើងមកហើយបន្ទាប់មកសូមចុចចូលទៅកាន់ជ្រោមបន្ទាប់ពីអ្នកទាំងអស់គ្នាចុចចូលហើយអ្នកទាំងអស់គ្នាគ្រាន់យក link ដែលអ្នកទាំងអស់គ្នាបាន copy កន្លែង get key មិញដែលអ្នកទាំងអស់គ្នាបានចុចហ្នឹងហើយតែគ្រាន់តែបញ្ជូនវាទៅតោះវានឹងនាំអ្នកទាំងអស់គ្នាមកដល់ត្រង់កន្លែងនេះអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែរងចាំវាបន្តិចឲ្យវាលោតចូលទៅផ្ទាំងមួយទៀតអូខេអ្នកទាំងអស់គ្នានៅពេលដែលអ្នកទាំងអស់គ្នាមកដល់ត្រង់កន្លែងនេះសូមអ្នកទាំងអស់គ្នាចុចទៅកន្លែងដែលមានពាក្យថា start ដែលខ្ញុំបានដាក់សញ្ញាព្រួយហ្នឹងនៅពេលដែលអ្នកទាំងអស់គ្នាចុចលើពាក្យថា start ហ្នឹងទៅវារំលោភផ្ទាំងពាណិជ្ជកម្មអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែចុចថយមកវិញមកហើយចុចកន្លែង start ហ្នឹងម្ដងទៀតទៅបើសិនជាវាលោភផ្ទាំងពាណិជ្ជកម្មម្ដងទៀតអ្នកទាំងអស់គ្នាគ្រាន់តែចុចថយមកវិញហើយចុចកន្លែង start ហ្នឹងដែររហូតដល់វានាំអ្នកទាំងអស់គ្នាទៅកន្លែងមួយទៀតនេះអ្នកទាំងអស់គ្នាតើវានាំអ្នកទាំងអស់គ្នាមកដល់ត្រង់កន្លែងនេះចាំអ្នកទាំងអស់គ្នាកុំចុចថយទៅវិញបន្ទាប់ពីមកដល់ត្រង់កន្លែងហ្នឹងសូមអ្នកទាំងអស់គ្នាចុចទៅលើពាក្យ get link ដែលខ្ញុំបានដាក់សញ្ញាព្រួយហ្នឹងបន្ទាប់ពីមកដល់ត្រង់កន្លែងនេះសូមអ្នកទាំងអស់គ្នាចុចទៅកន្លែងដែលគេដាក់មានពាក្យថា free យើងមិនចាំបង់លុយទេប៉ុន្តែគ្រាន់តែយើងត្រូវមើលពាណិជ្ជកម្មវាតើតបពីនេះទៅកន្លែង free នឹងហើយអ្នកទាំងអស់គ្នាត្រូវចុចទៅលើពាក្យ continueបន្ទាប់ពីអ្នកទាំងអស់គ្នាមកដល់ត្រង់កន្លែងនេះសូមអ្នកទាំងអស់គ្នាចុចចូលទៅកន្លែងដែលមានពាក្យថា learn more ដែលខ្ញុំបានដាក់សញ្ញាព្រួយបន្ទាប់ពីអ្នកទាំងអស់គ្នាចុចលើវាហើយវានឹងលោតផ្ទាំងពាណិជ្ជកម្មអ្នកទាំងអស់គ្នាគ្រាន់តែចុចថយមកវិញហើយបន្តមកចាំឲ្យវាវិលចប់អូខេអ្នកទាំងអស់គ្នានៅពេលដែលវាវិលចប់វានឹងលោតពាក្យ continue អញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែចុចលើពាក្យ continue ហ្នឹងទៅបន្តមកវានឹងនាំអ្នកទាំងអស់គ្នាមកដល់ត្រង់កន្លែងនេះអញ្ចឹងសូមអ្នកទាំងអស់គ្នាចុចទៅលើពាក្យ openបន្ទាប់ពីអ្នកទាំងអស់គ្នាចុចលើ open ហើយវានឹងនាំអ្នកទាំងអស់គ្នាមកដល់ត្រង់កន្លែងនេះម្ដងទៀតអ្នកទាំងអស់គ្នាគ្រាន់តែធ្វើវាដដែលបាន3ដងទៀតទៅនោះអ្នកទាំងអស់គ្នាអាចយក key បានហើយអូខេអ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាមកដល់ត្រង់កន្លែងនេះហើយវាលោតផ្ទាំងបែបនេះអញ្ចឹងបានន័យថាអ្នកទាំងអស់គ្នាត្រូវមើលពាណិជ្ជកម្មឲ្យបាន30វិនាទីបន្ថែមទៅលើទៀតអ្នកទាំងអស់គ្នាគ្រាន់តែមើលវាឲ្យបាន30វិនាទីទៅអញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើវាបន្តទៀតបានហើយបន្ទាប់ពីអ្នកទាំងអស់គ្នាមើលគ្រប់30នាទីហើយអ្នកទាំងអស់គ្នាគ្រាន់តែចុចសញ្ញាខ្វែងមកបន្ទាប់ពីអ្នកទាំងអស់គ្នាចុចសញ្ញាខ្វែងហើយអ្នកទាំងអស់គ្នាគ្រាន់តែចុចទៅលើពាក្យ get link ហ្នឹងទៅហើយធ្វើតាមដែលខ្ញុំបានដាក់មុនដំបូងនឹងតដែលនឹងទៀតទៅមកដល់ត្រង់កន្លែងនេះគឺខ្ញុំសូមដាក់គុណ5ដើម្បីកុំឲ្យវីដេអូខ្ញុំវែងពេកបើសិនជាអ្នកទាំងអស់គ្នាមើលអត់យល់ទេអ្នកទាំងអស់គ្នាអាចមើលខាងក្រោយវិញបាន
នៅពេលដែលអ្នកទាំងអស់គ្នាបានធ្វើគ្រប់ចំនួនរបស់វាហើយនៅពេលដែលអ្នកទាំងអស់គ្នាមកដល់ត្រង់កន្លែងនេះអញ្ចឹងសូមអ្នកទាំងអស់គ្នាចុចទៅលើពាក្យ get a new key នៅពេលដែលអ្នកទាំងអស់គ្នាចុចលើវានឹងចេញផ្ទាំងពាណិជ្ជកម្មអ្នកទាំងអស់គ្នាគ្រាន់ចុចថយមកវិញហើយចុចលើវាម្ដងទៀតបើសិនជាវានៅតែលោតទៀតអ្នកទាំងអស់គ្នាគ្រាន់ចុចថយមកវិញមកបើសិនជាអ្នកទាំងអស់គ្នាចុចទៅវាអត់ចេញ key អ្នកទាំងអស់គ្នាទេប៉ុន្តែវានឹងចេញបែបនេះអញ្ចឹងបានន័យថាវាឲ្យអ្នកទាំងអស់គ្នា log in ចូល Discord របស់វាអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែចុចទៅលើពាក្យ connect ហ្នឹងទៅបន្ទាប់វានឹងលោតផ្ទាំងពាណិជ្ជកម្មអ្នកទាំងអស់គ្នាគ្រាន់តែចុចថយពីផ្ទាំងពាណិជ្ជកម្មហ្នឹងវិញមកវានឹងឲ្យអ្នកទាំងអស់គ្នាវាយ email របស់អ្នកទាំងអស់គ្នានិង password សម្រាប់ខ្ញុំអត់បានវាយបង្ហាញអ្នកទាំងអស់គ្នាទេព្រោះដោយសារតែវាទាក់ទងមួយ email របស់ខ្ញុំនិងលេខសម្ងាត់អញ្ចឹងខ្ញុំសូមកាត់កន្លែងហ្នឹងចេញនៅពេលដែលអ្នកទាំងអស់គ្នាបាន connect Discord វាហើយវានឹងនាំអ្នកទាំងអស់គ្នាមកដល់ត្រង់កន្លែងនេះវិញម្ដងទៀតអ្នកទាំងអស់គ្នាគ្រាន់តែចុចទៅលើពាក្យ get a new key អ្នកទាំងអស់គ្នាគ្រាន់តែចុចតាមសញ្ញាពួកខ្ញុំហ្នឹងទៅវានឹងចេញ key ឲ្យអ្នកទាំងអស់គ្នានៅពេលដែលអ្នកទាំងអស់គ្នាចុចវានឹងលុបផ្ទាំងពាណិជ្ជកម្មអ្នកទាំងអស់គ្នាគ្រាន់តែចុចថយមកវិញមកវានឹងបង្ហាញ key អ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាគ្រាន់តែចុច copy វាទៅដែលខ្ញុំបានដាក់សញ្ញាពួរហ្នឹងនឹងគឺជាកន្លែង copy អ្នកទាំងអស់គ្នាគ្រាន់តែចុច copy វាទៅហើយយើងថយមកវិញដើម្បីយើងចុចចូលទៅកាន់រូប blockអូខេអ្នកទាំងអស់គ្នានៅពេលដែលអ្នកទាំងអស់គ្នាចូលដល់ក្នុង game ហើយសូមអ្នកទាំងអស់គ្នាចុចបើក skip របស់យើងមកដើម្បីយើងដាក់ key ចូលនៅពេលដែលអ្នកទាំងអស់គ្នាមកដល់ត្រង់កន្លែងនេះសូមអ្នកទាំងអស់គ្នាចុចទៅកន្លែងដែលខ្ញុំបានដាក់សញ្ញាព្រួយហ្នឹងដោយសារតែខ្ញុំធ្លាប់ដាក់ key ចូលម្ដងអញ្ចឹងខ្ញុំសូមលុបអា key អាចាស់ចោលសិនដើម្បីខ្ញុំដាក់ key ថ្មីចូលបន្ទាប់ពីអ្នកទាំងអស់គ្នាដាក់ key អ្នកទាំងអស់គ្នាចូលរួចហើយសូមអ្នកទាំងអស់គ្នាចុចទៅកន្លែងដែលខ្ញុំបានដាក់សញ្ញាព្រួយបន្តមកសូមអ្នកទាំងអស់គ្នារងចាំបន្តិចដើម្បីឲ្យវា load skip របស់យើងមកអូខេអ្នកទាំងអស់គ្នាដោយសារតែខ្ញុំចុចបើកកន្លែងវាបើកឆែកចឹងសូមបិទវាសិនអូខេអ្នកទាំងអស់គ្នានេះជា skip របស់យើងអ្នកទាំងអស់គ្នាគ្រាន់តែចុចលើ skip ហ្នឹងទៅបន្តមកវានឹងចេញផ្ទាំងបែបនេះសូមអ្នកទាំងអស់គ្នាចុចទៅកន្លែងដែលគេដាក់រូបដៅខ្វែងនៅពេលដែលអ្នកទាំងអស់គ្នាចុចដៅខ្វែងរួចហើយសូមអ្នកទាំងអស់គ្នាអូសមកខាងក្រោមអូខេអ្នកទាំងអស់គ្នាដោយសារ skill វាទើប update ហើយខ្ញុំសូមអូសរកមើលបន្តិចសិនព្រោះដោយសារវាទើប update ហើយអញ្ចឹងវាមាននេះថ្មីឲ្យយើងបើកជាច្រើនអូខេអ្នកទាំងអស់គ្នានៅពេលដែលអ្នកទាំងអស់គ្នាអស់មកដល់ត្រង់កន្លែងនេះសូមអ្នកទាំងអស់គ្នាចុចទៅកន្លែងដែលខ្ញុំបានដាក់សញ្ញាព្រួយបន្ទាប់ពីអ្នកទាំងអស់គ្នាចុចហើយវានឹងហោះទៅធ្វើ quest នឹងឲ្យយើងអូតូយកតែម្ដងអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែគួយមើលវាឲ្យវាធ្វើ quest នឹងឲ្យយើងទៅ
ok net ở này nó không cạnh này đại vì tôi quay net ở này sọc sốc hay bị chụp với nâng vì về này phải chạy bao tiếp vì vừa tham bị từ bồn ban này tha trong server net ở này nó cứ vì admin ở bộ xây cái nổ bộ để dân thử thưa quay phải vì làm bây giờ do haki purple nó cứ vì toàn spawn chẳng net ở này tôi là chạy đôi server tới tôi mót viên họ từ thưa các phải nên ngồi net ở này hay ok net ở này là ní cứ vì ban thưa khỏe nhầm rủi ro lái nhầm xong bật skip bằng nhầm sẵn vì đó vì thưa cái hai cho nhầm xong cho từ mờក្នុង item nhầm sẵn thì trong thà ta vì ban bật mẹ được on ok net ở này ní cứ chia Hakim Purple cứ nhầm từ tụi ban Hakim Purple này ấy cho nhầm xong đã vì mất ok អ្នកនរគ្នាសម្រាប់វីដេអូខ្ញុំក៏ធ្វើមានត្រឹមតែប៉ុណ្្នឹងដូចគ្នាសង្ឃឹមថាយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ